ប្រសូតមួយចំនួនទៀតដែលមានយើងអានទៅបានយើងដឹងតែញាតិញោមពុទ្ធបរិស័ទស្ដាប់លោកគ្រូអត្ថាធិប្បាយថ្ងៃនេះណាស្ដាប់ហើយយើងកត់ចំណាំចំណុចនីមួយទៅហើយពេលដែលញាតិញោមអានបីដកឬក៏ស្ដាប់លោកទេសនាហើយញាតិញោមគិតលោកទេសនេះទេសយកពីក្នុងអង្គណាមកណោះក្នុងចំណោមអង្គ9ហ្នឹងអញ្ចឹងញាតិញោមស្ដាប់របៀបអ្នកស្ដាប់ហើយយកមែនតែនស្ដាប់យកចេះតតែអញ្ចឹងស្ដាប់ហើយគឺពេលណាដែលយើងស្ដាប់លើក្រោយទៀតថាតើលោកយកពីចំណុចណាមកតែអញ្ចឹងវេយ្យាករណៈមិញតកតនឹងគម្ពីរព្រះអភិធម្មទាំងស្រុងហើយនឹងប្រសូតដែលមិនមានគេថាមានធម្មចក្រកបវត្តនៈសូត្រមានអនត្តលក្ខណៈសូត្រមានអតិតបរិយាយសូត្រមហាសច្ចកមហាវិភាំងមហាសច្ចវិភាំងសូត្រជាដើមដែលមិនមានគេថាអញ្ចឹងអស់3ឯងគ្រូណាសុត្តៈវេយៈវេយ្យាករណៈគាថាគ្រូណាទី4អញ្ចឹងឯងទី4គាថាចាទី4គាថាតើគាថាហ្នឹងសំដៅដល់គាថាណាខ្លះដោយលោកគ្រូលើកឡើងមិញកិយៈមិញប្រសូតប្រកបដោយគាថាហ្នឹងមានទៅហើយចុះមិនក៏មានពាក្យថាគាថាមកមួយទៀតតើគាថាហ្នឹងសំដៅដល់ប្រភេទបែបម៉េចបងគាថានៅក្នុងទីនេះគឺសំដៅទៅដល់ប្រធោឬក៏ប្រសូតនោះឯងគឺមានគាថាសុទ្ធមានគាថាសុទ្ធដូចជាប្រភេទធម្មបទដែលយើងទៅកាន់3ដកលេខ52ទៅចាប់ផ្ដើមឡើងមโนពពាំងកមាធម្មីមโนសេដ្ឋាមโนមយាមនសាជេបតុថេនៈភិសតិវាករោតិវាជាដើមអញ្ចឹងទៅចឹងនៅក្នុងធម្មបទហ្នឹងគឺថាជាគាថាសុទ្ធគឺណាដែលរាប់ថាជាពុទ្ធវចនៈអញ្ចឹងប៉ុន្តែនិយាយនេះមិនមែននៅក្នុងន័យជាមួយអត្ថកថាទេបើសិនបើក្នុងអត្ថកថាប្រកាសជាមានរឿងរាវនិទាននិងសក្តិអត្ថាធិប្បាយហើយប៉ុន្តែនៅក្នុងអង្គនៃពុទ្ធវចនៈទាំង9ហ្នឹងគឺលោកលើកយកតែក្នុងរឿង3ដកអញ្ចឹងអត់មាននិយាយជាប់ទាក់ទងជាមួយនឹងអត្ថកថាទេណានិយាយជាប់ទាក់ទងនឹង3ដកទេអញ្ចឹងគឺថាគម្ពីរ3ដកផ្នែកធម្មបទផ្នែកថេរគាថាផ្នែកថេរីគាថារួមមួយចំនួនចាស់ដូចជាក្នុងបេតវត្ថុបេតវត្ថុអីវាខ្លះអត់មានទេគឺគាថាសុទ្ធតែម្ដងលើកឡើងសួរឆ្លើយអញ្ចឹងដែរហើយវាមានវត្ថុអីនោះក៏មានដែរក៏មានអញ្ចឹងដែរហើយក្នុងសត្តនិបាតខ្លះនៅក្នុងសត្តនិបាតខ្លះក៏មានសុទ្ធតែគាថាសុទ្ធនៅក្នុងសត្តនិបាតខ្លះអញ្ចឹងក្នុងចំណែកទាំងអស់នេះឲ្យឈ្មោះថាជាគាថាគណៈឲ្យឈ្មោះថាជាគាថានៅក្នុងសេចក្តីនឹងសំបីធម៌អាផ្សេងកណាដែលមិនមានបត់រាយលាយជាមួយហើយធម៌នោះសុទ្ធជាគាថាសុទ្ធអានឹងឲ្យឈ្មោះថាជាគាថាអញ្ចឹងលោកចាស់កណាអាត្មាអញ្ចឹងគណារយៈ7ខែលោកមិនមានពេលគ្រប់គ្រាន់សម្រាប់បញ្ចូលប្រសូតសម្រាប់បញ្ចូលរឿងរ៉ាវទាំងអស់ទេណាធ្វើបានប៉ុណ្ណាគឺដូចយើងឃើញក្នុងបត្រៃបិដកមានបែបផែនអីល្អឥតខ្ចោះអីប៉ុន្តែនៅមួយចំនួនទៀតដែលលោកធ្វើអត់តាន់គ្រប់គ្រាន់លោកគ្រាន់តែប្រមូលជាគាថាប្រមូលជាគោលហ្នឹងមកដាក់សិនមកអញ្ចឹងប្រសិនបើពាក្យនោះជាពាក្យដែលត្រូវកាន់យកបានឧទាហរណ៍ថាប្រសិនបើមានពេលគ្រប់គ្រាន់សម្រាប់ព្រះអរហន្តលោកយកឧទាហរណ៍ថាមโนពពាំងកមាធម្មាហ្នឹងព្រះអនន្តលោកយកមកឧទាហរណ៍លោកសង្កេយនាតនព្រះអនន្តលោកយកមកអេវ៉ាមេសូតាំងសូតនេះឈ្មោះចក្ខុបាលថេរៈសូតគឺខ្ញុំឈ្មោះអនន្តបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងអីសម័យមួយព្រះមានភាពព្រះអង្គគង់នៅក្នុងក្រុងសាវត្ថីមានតកូលមួយមានតកូលនៅក្នុងកាលនោះឯងមានតកូលមួយមានកូនប្រុស2នាក់កូនបងឈ្មោះមហាបាលកូនប្អូនឈ្មោះចលបាលអីចឹងទៅរស់ស៊ីចំនួនជួញប្រែអីទៅបួយចឹងទៅហើយបានព្រះអង្គសម្ដែងគេថាឧទាហរណ៍ប្រសិនបើព្រះអរហន្តទាំងឡាយលោកមានពេលគ្រប់គ្រាន់ហើយធ្វើគាថាធម្មបទនឹងឲ្យទៅជាប្រសូតមានគាថាអញ្ចឹងតើវាចាត់ចូលទៅក្នុងអង្គិយៈទៅវិញបាត់គាថាហ្នឹងឬខ្ញុំមិនវិញនៅក្នុងហ្នឹងបើសិនបើថាពេលដែលលោកចងហ្នឹងចងជាគាថាជាស្លោកគេថាចងជាគាថាជាស្លោក
នៅក្នុងរឿងនិទានដែលលោកម្ចាស់លើកឡើងអំញ្ញមិញហ្នឹងខ្ញុំចេះណា បាទ បើសិនបើលោកបានតាក់តែងជាគាថាទាំងអស់ទាំងរឿងនិទានរួមជាមួយនឹងពុទ្ធដីកាព្រះអង្គអានឹងឲ្យឈ្មោះថាជាកៃយៈមានន័យថាប្រសូតដែលមានគាថាទាំងអស់តែប្រសិនបើលោកអត់ចងក្រងបែបជាគាថាទាំងអស់ទេលោកចងក្រងជាបែបប្រសូតអេវមេសុតាំងអីចឹងមកជារាយចឹងមកបានមកដល់មានបល័យជាមโนពពាំងកមាធម្មីអីចឹងមកអានឹងរាប់ថាជាសុតតៈទៅវិញដូចជាក្នុងរតនសូត្រអីឃើញណាជាសុតតៈទេដូចជាមង្គលសូត្រមានរឿងនិទានអេវមេសុតាំងអេកੰសមយ៉ាងចឹងមកនឹងបានទេវតាសួរនឹងពហុទេវីចឹងមកបានព្រះអង្គឆ្លើយអាសេវនាមកប៉ុណ្ណឹងរាប់ថាជាសុតតៈទៅវិញទេអញ្ចឹងដែលហៅទៅជាកៃយៈតទៅបានតតែនៅក្នុងសង្គីយនីទី1ហ្នឹងលោកត្រូវបានចងក្រងដោយគាថាសុតទាំងរឿងនិទានក៏ដោយគាថាសុតអាហ្នឹងទើបឈ្មោះថាជាកៃយៈអាហ្នឹងចឹងសូមប្រគេលលោកចាស់បដិញ្ចាអញ្ចឹងមានពាក្យចង់ឆ្ងល់មួយទៀតតកថងនឹងរឿងហ្នឹងអញ្ចឹងបានលោកគ្រូលើកខាងដើមមកថាពាក្យពុទ្ធសាសនាប្រកបដោយអង្គ9ហ្នឹងមានតាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គគង់បញ្ជន់នៅហើយដល់ពេលមិញនេះលោកគ្រូលើកឡើងថាអាស្រ័យលើបឋមសង្ឃីហកាចារទាំងឡាយលោកធ្វើសង្កេយនេះហ្នឹងរៀបបែបម៉េចវាទៅជាអញ្ចឹងតែអាហ្នឹងវាខុសគ្នាមិនលោកគ្រូសូមបញ្ជាក់ហ្នឹងតិចឥឡូវខ្ញុំកណាឧទាហរណ៍លើកឡើងថានៅក្នុងវិន័យបៃដកចោះវិន័យបៃដកដែលជាពុទ្ធដីការបស់ព្រះអង្គគឺជាពុទ្ធបញ្ញត្តិឬក៏ជាពុទ្ធបញ្ញត្តិផ្នែកនៃអនុបញ្ញត្តិអញ្ចឹងរឿងរ៉ាវនិទានទាំងអស់ដែលលើកឡើងឧទាហរណ៍តេនសមយេនពុទ្ធោបកវីអីចឹងចោះជាពាក្យដែលព្រះមហាថេរៈទាំងឡាយដឹកនាំដោយព្រះមហាកសៈលោករៀបឲ្យជាប្រព័ន្ធដែលមានបែបផែនលក្ខណៈដ៏ច្បាស់លាស់ឃើញទេលោកចាស់ឃើញទេចឹងដល់ពេលក្នុងពុទ្ធបញ្ញត្តិមានសេចក្តីអត្ថាធិប្បាយទៀតដែលលោកម្ចាស់លើកឡើងខាងដើមទៅជាបទភិជនីអញ្ចឹងសេចក្តីអត្ថាធិប្បាយដែលជាបទភិជនីទៅយោបនៈភិក្ខុពាក្យតែភិក្ខុណានេះមួយបានដល់អីរៀបរាប់មកពាក្យហ្នឹងជាពាក្យរបស់ព្រះឧបល័យទេជាពាក្យរបស់ព្រះឧបល័យដែលលោកធ្វើសេចក្តីអត្ថាធិប្បាយទៅលើបទនៃពុទ្ធដីកាព្រះអង្គទេអញ្ចឹងពាក្យទាំងអស់ហ្នឹងលោករាប់ថាជាសុតតៈឃើញលោករាប់ថាជាសុតតៈទេអញ្ចឹងនៅក្នុងចំណុចនេះទោះបីជាមានមកអំពីសម័យពុទ្ធកាលមែនប៉ុន្តែនៅពេលដែលបានជំរះឲ្យទៅជាប្រភេទបៃដកមានន័យថាឲ្យទៅជាប្រភេទទីឃនិកាយមជ្ឈិមនិកាយសង្យុត្តនិកាយអង្គត្រនិកាយខត្តកនិកាយហើយលោកដែលជាព្រះមហាថេរៈទាំងឡាយលោកបែងចែកទៅនេះប្រសូតបែបនេះឈ្មោះសុតតៈបែបនេះជាកៃយៈបែបនេះជាវៃយាករណៈក៏កាលពីមុនដូចជានៅក្នុងសង្យុត្តនិកាយអីមិនប្រសូតម្ដងជាប់គ្នាម្ដង10ម្ដងមួយវគ្គជាងឯណាព្រះពុទ្ធព្រះអង្គសម្ដែងទីនោះទីទៅព្រះអង្គសម្ដែងទីនោះទីមិនមែនសម្ដែងតាមលំដាប់គ្នាណាក្នុងព្រះវិន័យក៏អញ្ចឹងមិនមែនសម្ដែងតាមលំដាប់គ្នាណាអញ្ចឹងនៅពេលដែលលោកបានចងក្រងហើយនេះនៅចងក្រងទៅបីក្នុងសម័យពុទ្ធកាលទៅមានការសិក្សាបែបសុតតៈកយៈវិយករណៈអញ្ចឹងមែនមានប៉ុន្តែវាមានធัวជាគូលហើយដែរប៉ុន្តែដល់ពេលមកក្នុងបឋមសង្គីនេះលោករៀបឲ្យត្រឹមត្រូវហើយលោកក៏បានកំណត់ឈ្មោះថានេះជាសុតតៈនេះជាកយៈនេះជាវៃយាករណៈនេះគឺជាគាថាអានោះសូមប្រគេនលោកចាស់នឹងបងប្អូនជ្រាបប្រហែលប៉ុណ្ណឹងណាចាស់សាធុអញ្ចឹងកណ្ណាគុណចាស់ស្ដាប់បានតន់ហើយគឺតាមពិតទៅពាក្យហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គប្រើតាំងពីដើមមកអញ្ចឹងវាមានគោលមានបែបផែនមានបែបបទសម្រាប់ធម៌ប្រើប្រាស់ជាការពិតហើយដែលព្រះបឋមសង្ឃាកាចារ្យជាដើមគឺលោកប្រមូលដាក់ទុកជាក្រុមជាពួកហើយរៀបបែបផែនទៅក៏ប្រាប់ថាមួយក្រុមហ្នឹងគឺឈ្មោះថាកៃយៈមួយក្រុមហ្នឹងឈ្មោះថាសុតតៈជាដើមហ្នឹងគឺអាចស្ដាប់បានហើយតន់ហើយយើងមិនដឹងថានិយាយបានចប់ទាំងអត់ទេឥឡូវយើងព្យាយាមនិយាយបន្តទៅទៀតអាហ្នឹងមិញហ្នឹងយើងបាន4ហើយសុតតៈកៃយៈវិយករណៈគាថាដល់ទៅទី5អិតិវុត្តកៈយ៉ាងណា
ចឹងហ៎ à អ៊ីតិវត្តកៈ cái tê vừa tất cả chưa អ៊ីតិវត្តកៈហ្នឹងពាក្យហ្នឹងដូចជាមិនសូវជាបើយើងនិយាយពាក្យអាមេរិកគេថាមិនសូវជា family បាទន័យថាវាអត់សូវជាស្និទ្ធស្នាលអត់សូវជាបានលឺញឹកញាប់អត់សូវបានដឹងហ្នឹងហើយចុះអ៊ីតិវត្តកៈហ្នឹងបានន័យថាម៉េចហើយមានគម្ពីរមួយណាជាអ៊ីតិវត្តកៈគ្រូបាទ ដែលហៅថាជាអតិវត្តកៈហ្នឹងមកចេះទៀតមកពាក្យថាព្រះដ៏មានរភិក្ខទ្រង់សម្ដែងហើយព្រះអរហន្តសម្ដែងហើយពាក្យអតិវត្តកៈហ្នឹងមានន័យអញ្ចឹងណា បង អតិវត្តកៈហ្នឹងមានន័យថាពាក្យព្រះដ៏មានប្រភិក្ខទ្រង់ត្រាស់សម្ដែងហើយពាក្យព្រះអរហន្តសម្ដែងមកហើយយ៉ាងន័យថាបានហៅពាក្យថាជាអតិវត្តកៈ អញ្ចឹងបានន័យថាពាក្យហ្នឹងមិនមែនពាក្យព្រះទេមិនមែនព្រះអ្នកថាទេ ព្រះពុទ្ធព្រះអង្គសម្ដែងហើយ ប ពធហ្នឹងគឺជាពាក្យរបស់ព្រះពុទ្ធសម្ដែងហើយ បើ ពាក្យហ្នឹងព្រះអរហន្តសម្ដែងហើយមានអ្នកលើកមកសម្ដែងតាមព្រះពុទ្ធនិងសម្ដែងតាមព្រះអរហន្តអញ្ចឹងទើបហៅថាជាអតិវត្តកៈអញ្ចឹងមានន័យថាជាន់ទី2បុគ្គលទី2ដែលបានស្ដាប់ពីព្រះពុទ្ធមកបុគ្គលទី2នេះដែលបានស្ដាប់ពីព្រះអរហន្តមកអញ្ចឹងនៅក្នុងអតិវត្តកៈនេះមានប្រសូត110សូត្រជាអ្នកណាអ្នកពូលសម្ដែងអញ្ចឹងគឺនិខុចត្រាអញ្ចឹងណាយើងខុចត្រានេះគឺជាស្ត្រីម្នាក់គាត់មានខ្នងគាត់កើមបន្តិចប៉ុន្តែមិនមែនមានន័យថាកើមតាំងអំពីគណៈបរិសន្ធិទេមានន័យថានៅក្នុងគណៈបរិសន្ធិហ្នឹងគឺជាការបរិសន្ធិដោយអំណាចនៃតិហេតុកបរិសន្ធិហើយតែដល់ពីរូបរាងកាយវិវត្តទៅបាបកម្មពីវេរីរបស់គាត់នៅក្នុងប្រវត្តិកាលក្រោយអំពីបរិសន្ធិហ្នឹងធ្វើឲ្យគាត់នឹងឯងកើមកើតមកគាត់កើមក្នុងតិចកើមក្នុងតិចដោយសារមានបាបកម្មពីជាតិមុនប្របច្ចិកពុទ្ធលោកនិមន្តបិណ្ឌបាតអញ្ចឹងទៅលោករៀងអោនកាន់បាតសង្រួមអោនទៅទាំងថាឲ្យលោកព្រោះប្របច្ចិកពុទ្ធគឺជាបុគ្គលអ្នកបានសម្រេចនៅបច្ចេកពោធិញ្ញាណអស់កិលេសជាព្រះអរហន្តដែរនេះថាលោកនោះដើរអោនមនុស្សកើមហីដូចមនុស្សកើមនេះអាបាបកម្មដែលយើងឌីលព្រះអរហន្តនេះនាងកើម500ជាតិតែកើតមនុស្សកើម500ជាតិអញ្ចឹងកើម500ជាតិដូច្នេះនៅក្នុងពេលដែលនាងសមាវតីជាកូនរបស់លោកសេដ្ឋីក្នុងដែនផ្សេងនេះប៉ុន្តែស្រុកហ្នឹងវាកើតអហិវាទរោគដូចជំងឺឆ្លងយើងកូវីដអញ្ចឹងចាដូចកូវីដអញ្ចឹងអីស្រុកហ្នឹងវាងាប់វាអីទៅនាងជាកូនសេដ្ឋីហ្នឹងរត់ធ្វើដំណើរមកដល់ដែនដី92បានមកដល់ដែនដី92នេះជួបជាមួយនឹងមិត្តភ័ក្តិរបស់ឪពុកខ្លួននឹងឯងដែលជាក្លើរស៊ីចំនួនគ្នាហ្នឹងគឺថារស៊ីទៅវិញទៅមកហ្នឹងទៅមិត្តភ័ក្តិក្លើនៅក្នុងរដ្ឋផ្សេងគ្នាហ្នឹងចាហៅថាអ្នករស៊ីផ្នែកតំណែងជួញដូរថ្នាក់អន្តរជាតិហ្នឹងអាហ្នឹងគេថាឆ្លងដែនប្រទេសហើយយកទៅចិញ្ចឹមថែទៅក្រោយមកបានជាមហេសីរបស់ស្ដេចឧទេននេះដល់បានមហេសីស្ដេចឧទេនមានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធដែលនាំសេចក្តីជ្រះថ្លានឹងព្រះពុទ្ធហ្នឹងមកពីនាងហ្នឹងតែងទៅរើផ្កាមកដើម្បីថ្វាយមហេសីស្ដេចនេះឯងដល់ពេលមួយនាងបានចាំឃើញមាលាការគេអ្នកលក់ការចុងការនឹងចាំទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធមានឧបនិស្ស័យក្នុងពធឧបនិស្ស័យដែលបានសមឹកជាបុគ្គលវិរវ័យបដិភិនមហាណាស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធចប់ពេលណាដែលព្រះអង្គសម្ដែងជាប់តេតើជាមួយអរិយសច្ចៈព្រះអង្គសម្ដែងជាប់តេតើជាមួយការអប់រំចម្រើនវិបស្សនាជាងទៅនាងក៏បានអប់រំចម្រើនចិត្តកម្ចាត់បង់កិលេសតាមលំដាប់ក៏បានសម្រេចជាសត្តាបណ្ឌបុគ្គលដំបូងហ្នឹងបានសត្តាបណ្ឌបុគ្គលហើយអញ្ចឹងទៅជួបមហេសីស្ដេចនាងសមាវតីហ្នឹងបានការគ្រប់ច្រើនជាងមុនហេចុះមិនក៏បានជាងមុនប្រាប់ត្រង់ថឹងពីមុនខ្ញុំលួចគេងអាលុយហ្នឹងអញ្ចឹងណាអាលុយដែលសម្រាប់ឲ្យយកទៅទិញលួចពាក់កតាលអីចឹងទៅឲ្យទិញការប្រេះទៅ
nè đào mà đòn nó chọc lùi chọc ai dần tới ai đánh trắng tôi tao niêng bàn ấy cái lâu đã ai vừa ai niêng chọc lùi nâng niêng miền thô ấy và phút nông sầm đánh thô thắm ấy pro quạt chia sợi tây nè nông vén tương nào vùng cả làm cả thế bây giờ sẽ đáp bàn bọn đại thô nó từ anh cùi phú men cùi tiếp ấy một đầm bay cột thô chẳng có riệp sana riệp hi ao chân đôi dân đã anh cùi phú chứ đó ấy sợi tây điang ba vào đây nó sợi tây chúng thấy đáp thô ngọt này đó sẽ đáp tức ba sợi này cùn về sai đại số tức chỉ ra đi bực cùn đa bên trắng niềng ní khai tới chỉ đi mà đài kia phải pro nom bị bằng riêng là baoประពុតមកឲ្យខ្លួនគ្រប់គ្នាបានផឹកទឹកអមរិតគឺព្រះនិព្វានដូច្នេះនាងនឹងអត់ត្រូវធ្វើអីទេត្រូវទៅស្ដាប់ធម៌រាល់ថ្ងៃអញ្ចឹងចេញទៅស្ដាប់ធម៌រាល់តែថ្ងៃទៅបានធម៌មកសម្ដែងរាល់តែថ្ងៃទៅស្ដាប់រាល់តែថ្ងៃទៅបានធម៌មកសម្ដែងរាល់ថ្ងៃអញ្ចឹងធម៌ដែលនាងបានទៅស្ដាប់មករាល់តែថ្ងៃហើយយកមកសម្ដែងហ្នឹងដល់នាងសមាបតីហ្នឹងធម៌នឹងឯងនៅពេលដែលចូលរួមធ្វើសង្កេយនាព្រះអរហន្តទាំងឡាយដឹកនាំដោយព្រះមហាកាសវៈក៏យកប្រសូត110សូតហ្នឹងដែលនាងខុចចតរាស្ដាប់អំពីព្រះពុទ្ធស្ដាប់អំពីព្រះអរហន្តសម្ដែងឡើងហ្នឹងដាក់ឈ្មោះថាជាអេតិបុត្តកៈជាធម៌ដែលនាងខុចចតរាសម្ដែងហ្នឹងអញ្ចឹងបានជានៅក្នុងហ្នឹងឧទាហរណ៍ថាយើងនិយាយអំពីបសាទសូតបសាទសូតមាននៅក្នុងអង្គត្រនិកាយចតុកនិបាតដែលព្រះអង្គសម្ដែងពីអាកតោវេបសន្នានអកੰធម្មវិជាណតੰអកេពុទ្ធេបសន្នានតខេណៃយេអនុត្រេអញ្ចឹងទៅប៉ុន្តែសដោះមកដល់អតិពុទ្ធកៈមានធម៌នឹងដែរថាហេតុអីប៉ុន្តែនាងបានលើកឡើងហើយថាពាក្យនេះខ្ញុំបានស្ដាប់អំពីព្រះមានភិក្ខពាក្យនេះខ្ញុំបានស្ដាប់ហើយអំពីព្រះអរហន្តទាំងឡាយសម្ដែងថាអាកតោវេបសន្នានអកੰធម្មវិជាណតੰឧទាហរណ៍យ៉ាងចឹងបាននៅក្នុងអេតពុទ្ធកៈនេះច្រើនតែជាប្រធោជន់ជាមួយនឹងធោដតីដែលមាននៅក្នុងអង្គត្រនិកាយខ្លះទៅដែលមាននៅក្នុងសង្យុត្តនិកាយខ្លះទៅដែលមាននៅក្នុងប្រភេទខត្តកនិកាយខ្លះទៅប៉ុន្តែធោនឹងឲ្យឈ្មោះតែអេតពុទ្ធកៈព្រះអរហន្តទាំងឡាយលោកអត់បំបត្តិធោនឹងចោលទេគឺជាធោដែលប្រនាងខុចចតរាបានសម្ដែងឡើងទៅតាមពាក្យបង្រៀនរបស់ព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយ110សូត្រទើបធរនឹងឯងឲ្យឈ្មោះថាអេតិពុទ្ធកៈនឹងសូមប្រគេនលំចាប់សាធុសាធុអញ្ចឹងពុទ្ធបរិស័ទស្ដាប់ទៅពីរោះណាពីរោះឧបាសិកាខុចតរាណាបានជា110សូត្រហ្នឹងគឺច្រើនមែនតើណាតែអ៊ីនធឺណិតមានបញ្ហាទៀតហើយគ្រូយើងនឹងឯ110ប្រសូតហ្នឹងគឺច្រើនមែនតើច្រើនដូចទៅក្នុងកិយៈអង្គទី2ទៅហើយហ្នឹងហើយបើយើងយកមកអត្ថាធិប្បាយហើយឧបាសិកាខុចតរាហ្នឹងបានសិក្សាពីព្រះសម្មាសម្ពុទ្ធហ្នឹងបើយើងស្ដាប់តាមដានសាច់រឿងហ្នឹងមែនតើទៅដូចជាមួយភាសាទេគ្រូហ្នឹងហើយមួយភាសាទេព្រះសម្មាក្នុងទីចាំភាសាទី9ហ្នឹងតែមួយភាសាហ្នឹងឧបាសិកាខុចតរាបានស្ដាប់រាល់តែថ្ងៃហ្នឹងរាល់តែថ្ងៃហើយមកភាសាព្រះអង្គសម្ដែងបានច្រើនហើយយកទៅសម្ដែងតដល់ពនាងសមាវតីព្រមទាំងបរិវារ500នាក់ហ្នឹងបានស្ដាប់រាល់ថ្ងៃហើយទៅជាព្រះរិយបុគ្គលទាំងអស់គ្នាទៅគណៈចិត្តប្រសូតហ្នឹងមិនមានពាក្យអិតិវត្តកៈហ្នឹងមិនមានអីច្រើនពីហ្នឹងព្រោះមានតែគម្ពីរបិដកយើងមួយក្បាលហ្នឹងទេដូចជាណាភាគ53ឬណា53លោកចាពី53ហ្នឹងកណាគុណចាស់ញាតិញោមចង់ទៅទន្ទិញចង់ទៅអីខ្ញុំកណាអាត្មាក៏ធ្លាប់ទន្ទិញដែរអតិវត្តកៈមួយក្បាលហ្នឹងលេខ53ហ្នឹងប៉ុន្តែឥឡូវវាភ្លេចអស់ទៅវិញទៅណាមួយក្បាល53ហ្នឹងលំមកឲ្យពីរោះបត់ធัวរបៀបសូត្រហ្នឹងញាតិញោមអាចទន្ទិញសូត្របានទិញតែបល័យទៅណាទិញតែបល័យសូត្រទៅណាអតិវត្តកៈមួយក្បាលបេដល់លេខ53ហ្នឹងហើយគាថាមិញហ្នឹងលោកគ្រូលើកឡើងធម្មបទនៅក្នុង52ហ្នឹងហើយក្នុងបេដល់លេខ52ក្នុងគាថាហើយដល់ពេល53ហ្នឹងអតិវត្តកៈដល់ចូលអង្គទី6ណាឧទានតាំងកពិតលោកម្ចាស់មកឡើងទៀតមានឧទានមុនចាស់ឧទានមុនឧទាននៅឧទានទីនឹងឧទានទី5ហើយបាយអតិវត្តកៈថាឧទានបានអតិវត្តកៈសាធុត្រូវហើយណាអញ្ចឹងឧទានហ្នឹងនៅក្នុង52ដែរនៅក្នុងបេដកលេខ52ដដែលឧទានហ្នឹងតើ
ឧទានហ្នឹងសំដៅដល់ប្រសូតណាខ្លះដែលរាប់ថាជាឧទានហើយហេតុអីបានមិនរាប់ចូលនៅក្នុងសត្តៈឬក៏អង្គផ្សេងៗបង ក៏ណាម្ចាស់ពាក្យថាឧទានគឺសំដៅទៅលើពាក្យដែលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់ពោលដោយសមនស្សនញ្ញាណគឺទៅដោយសេចក្តីសមនស្សដែលព្រះអង្គទ្រង់ឧទានដែលមានន័យថាព្រះអង្គទ្រង់បន្លឺឡើងបើសិនបើភាសាខ្មែរយើងមានន័យថាព្រះអង្គទ្រង់បន្លឺឡើងនឹងឲ្យឈ្មោះថាឧទាននេះមាន82ប្រសូតលោកម្ចាស់មាននៅក្នុងបៃដកខ្មែរយើងលេខ52ដែរអញ្ចឹងណានៅក្នុងបៃដកខ្មែរយើងក៏លេខ52ដូចគ្នាគឺឈ្មោះថាជាឧទានឧទាហរណ៍ថាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងរឿងបដិច្ចសមុប្បាតព្រះអង្គពិចារណាបដិច្ចសមុប្បាតអញ្ចឹងបដិច្ចសមុប្បាតនៅពេលដែលព្រះអង្គទ្រង់ពិចារណានៅអវិជ្ជាបច្ចយាសង្ខារបច្ចយាវិញ្ញាណังអីចឹងមកដល់ចុងក្រោយមកព្រះអង្គទ្រង់បានបន្លឺនៅឧទានដែលជាបទចុងក្រោយនោះគឺថាឧទានព្រះអង្គទ្រង់ប្រកាសឡើងយតិហវេបាតុភវន្តិធម្មេអាតាបេណោជាយតោព្រាមនស្សៈអដ្ឋសកង្ខាបពយន្តិសាពីយតិកយ៉ាងបច្ចយានងមែនទេជាយតិឈប់សុំម្ដងទៀតចាស់បល័យសុំម្ដងទៀតយតិហវេបាតុភវន្តិធម្មេអាតាបេណោជាយតោព្រាមនស្សៈអដ្ឋសកង្ខាបពយន្តិសាពីយតិមានយតិកយ៉ាងបច្ចយោអវេទីតិទេគឺមួយគឺយតិយតោទៅច្រឡំគ្នាពីរនឹងបាត់ហើយจะសុំនងនេះត្រូវសុំនងនេះត្រូវដល់សុំនងទៀតហ្នឹងសុំនងទៀតហ្នឹងយតិហវេបាតុភវន្តិធម្មេអាតាបេណោជាយតោព្រាមនស្សៈអដ្ឋសកង្ខាបពយន្តិសាពីយតោមិនដឹងយតោបល័យថាមិនទៅទៀតទេនេះព្រាមនស្សៈវិស័យមតោព្រាមនស្សៈវិស័យមតោយតោបើសិនជាគាថាទី2យតោកយ៉ាងបច្ចយៈវេអតិតេគាថាទី3វិធុបយ៉ាងទតតិមេរសេណੰហើយគាថាទី1នេះគឺយៈបជានិតិធម្មតាចុងក្រោយយតោបច្ចយាណੰបជានិតិហ្នឹងហើយគឺនៅក្នុងទាំងអស់ហ្នឹងដូចកណាលើកឡើងខ្លះមកហ្នឹងគឺទាំងអស់ហ្នឹងឈ្មោះថាជាឧទានលោកចាស់ជាឧទាននៅក្នុងពោធិវៈក៏មានក្រៅអំពីពោធិវៈក៏មានទាំងអស់គឺមានចំនួន82ប្រសូតឲ្យឈ្មោះថាឧទានគឺក្នុងបៃដកយើងលេខ52នេះឯងចាស់ណាសាធុអញ្ចឹងនៅក្នុងបៃដកលេខ52ហ្នឹងបើយើងគិតនៅក្នុងបៃដកគម្ពីរប្រសូតមានរហូតដល់3គម្ពីរក៏ណាខតកៈបាថៈក៏នៅក្នុង52ហើយបានគាថាធម្មបទក៏ក្នុង52ហើយឧទាននេះក៏ក្នុង52ដែរអញ្ចឹងណាកណាសុំពោលម្ដងទៀតចាំមិញនឹកឃើញឯគ្រូក្បាលនឹកឃើញបណ្ដោយកុំឲ្យបាបវាក៏ច្រឡំពាក្យវាមាន3ក៏ឲ្យបាបក៏ឲ្យពោលវាទៅពោលទៅវាយើងវាពោលវាមកគ្រប់ណាឲ្យបានគ្រប់ពុទ្ធិកាព្រះអង្គយតិហវេបាតុភវន្តិធម្មេអាតាបេណោជាយតោព្រាមនស្សៈអដ្ឋសកង្ខាបពយន្តិសាពីយតោបជានិតិសហេតុធម្មੰយតិហវេបាតុភវន្តិធម្មេអាតាបេណោជាយតោព្រាមនស្សៈអដ្ឋសកង្ខាបពយន្តិសាពីយតោខយ៉ាងបច្ចយេណੰយតោខយ៉ាងបច្ចយាណੰពវេតិយតិហវេបាតុភវន្តិធម្មេអាតាបេណោជាយតោព្រាមនស្សៈវិធុបយ៉ាងតតតិមេរសេណੰសុរិយោវៈពភាំងអោភិសុរិយោវៈអោភិវិធុបយ៉ាងតតតិមេរសេណੰសុរិយោវៈអោភិសយមន្តលកន្តិ
ក៏ណាសុទ្ធត្រូវអស់ហើយបីគាថាក្នុងឧទាន ហ្នឹង ចឹងត្រឹមត្រូវហើយ សាធុអរគុណ កុំឲ្យខុសក៏ណាសូមបង្គាតប៉ុណ្ណឹងចា ណែសាធុអរគុណចាស់លោកគ្រូហ្នឹងពាក្យនេះកាលណាគុណចាស់ញាតិញោមតែងតែស្ដាប់នៅពេលធ្វើកម្មវិធីពុទ្ធិពិសេសឬក៏ពេលដែលប្រសង់លោកសំដែងអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដែលយើងពីដើមធម៌ទេសនានេះមានញឹកញាប់ណាស់លោកគ្រូដែលយើងហៅថាបុរាណយើងហៅថាបឋមត្រាស់យ៉ាងហ្នឹងណា បឋមត្រាស់ចា ហ្នឹងហើយទេបឋមត្រាស់ណាពូមានបនពុទ្ធាពិសេសឬក៏បនធំបនអីក៏ដោយឲ្យតែបនធំបនបច្ចុះសីមាបនកាន់អង្គធំឬក៏បន កាន់អង្គឆ្លងឧបឋានសាលាបច្ចុះវិហារ ហ្នឹង ណា ហ្នឹងគឺអត់ចោលទេបឋមត្រាស់ហ្នឹងហើយតែ បឋមត្រាស់ហ្នឹងគឺពោធិវៈហ្នឹងចាសម្រាប់លើពោធិវៈហ្នឹងចាណាបល័យ ហ្នឹងអញ្ចឹងគឺបឋមត្រាស់ហ្នឹងគឺតកតងនឹងធម៌ទាំងអស់ហ្នឹងហើយពីព្រះអង្គត្រាស់ដឹងដំបូងមកហ្នឹងតែអញ្ចឹងគឺបកណាគុណចាស់ញាតិញោមមិនស្ដាប់ហើយនេះហើយជាឧទានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានបញ្ចេញឡើងដោយសមនស្សញ្ញាណដែលព្រះអង្គមិនប្រពនឹងបុគ្គលណាទេឬក៏ប្រពនឹងបុគ្គលណាប៉ុន្តែមិនបានសម្ដែងថាអូតថាគតសម្ដែងឲ្យអ្នកនឹងស្ដាប់អីទេគឺព្រះអង្គបញ្ចេញមកដោយសមនស្សដូចជានៅគាថាបន្ទាប់អីដោយព្រះអង្គទ្រង់យាងទៅកាន់ពារាណសីដើម្បីសម្ដែងធម៌អញ្ចឹងជួបនៅឧបការជីវៈអញ្ចឹងណាជួបឧបការជីវៈអញ្ចឹងឧបការជីវៈសួរព្រះអង្គបួសនៅជាមួយអ្នកណាអីបដិបត្តិធម៌អ្នកណាអីយ៉ាងម៉េចហ្នឹងគឺព្រះអង្គទ្រង់គ្រាន់តែប្រាប់ថាតថាគតមិនមានគ្រូមិនមានបាអាចារ្យអីទេជាជីអ្នកអញ្ចឹងទៅជាអនន្តជីអ្នកអីទេអញ្ចឹងទៅហើយព្រះអង្គមិនបានថាសម្ដែងធម៌ជាមួយឧបការជីវៈហ្នឹងទេប៉ុន្តែព្រះអង្គបន្លឺនៅឧទានអញ្ចឹងទៅសុខោវិវេកោតថាសៈសុតធម្មបាសតតជាបច្ឆੰសុខੰលោកេបានពុទេទុសញ្ញោណាសុខាវិរិយកតាលោកេបាណានំបានំសមតកមោកាមានំសមតកមោអព្យាបច្ឆសវិនិយោអេតាំងវេបរមੰសុខੰអីជាដើមអញ្ចឹងទៅហ្នឹងគឺព្រះអង្គលើកឡើងដោយសមនស្សញ្ញាណរបស់ព្រះអង្គហ្នឹងឈ្មោះថាឧទានលោកគ្រូលើកឡើងមិញមានរហូតដល់ទៅ82ប្រសូតណាព្រោះណាណា82ប្រសូតណា82ប្រសូតហ្នឹងក៏វែងដែរបើយើងយកទៅអត្ថាធិប្បាយអីទៅទៀតទៅគឺមានធំច្រើនមែនតើគឺណាយើងបាន6ណាសុត្តៈកេយៈវេយាករណៈគាថាឧទានអិតិវុត្តកៈ6យើងនៅសល់3ទៀតណា